អាជ្ញាធរតៃវ៉ាន់ប្រកាសអំពីការសាកល្បងនាវាមុជទឹកមួយគ្រឿងដែលជាសមិទ្ធផលស្នាដៃផលិតក្នុងស្រុករបស់ខ្លួននិងដែលត្រូវសាកល្បងបន្តែតខ្លួនលើសមុទ្រតៃវ៉ាន់ជាលើកដំបូងការបង្ហាញនាវាមុជទឹក Made in Taiwan ដែលមានគោលដៅបម្រើឲ្យវិស័យកងទ័ពពេលនេះគឺជាការបង្ហាញសាច់ដុំយោធាដាក់ចិនដីគោកនិងដើម្បីបង្ការទប់នឹងការវាយប្រហារពីក្រុងប៉េកាំងជាថាហេតុអនុប្រធានទី1ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាលោកស៊ុនច័ន្ទថុលនៅក្នុងពិធីខួប10ឆ្នាំនៃសហព័ន្ធស្រូវអង្ករកម្ពុជានាដើមសប្តាហ៍នេះបានដាក់ក្តីសង្ឃឹមថាការចរចាពន្ធបដិការជាមួយអាមេរិកក្នុងជុំទី3នាពេលខាងមុខនឹងទទួលបានជោគជ័យការជឿជាក់របស់លោកស៊ុនច័ន្ទថុលធ្វើឡើងបន្ទាប់ពីការចរចាជុំទី2កន្លងទៅភាគីកម្ពុជានិងអាមេរិកបានបន្តពិភាក្សាគ្នាលើអត្ថបទសេចក្តីព្រាងកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការដោយឈលលើស្មារតីយោគយល់គ្នាខ្ពស់និងបានឯកភាពគ្នាលើបញ្ញត្តិជាច្រើននៅព្រឹកថ្ងៃប្រហ័សទី19ខែមិថុនាឆ្នាំ2025នេះលោកស្រីផែថោងថានស៊ីណាវ៉ាត់នាយករដ្ឋមន្ត្រីថៃបានចេញមុខសុំទោសជាសាធារណៈដល់ប្រជាជនថៃចំពោះកិច្ចសន្ទនាជាមួយប្រធានព្រឹទ្ធសភាកម្ពុជាលោកហ៊ុនសែនដែលត្រូវបានបែកធ្លាយលើសពីការសុំទោសនាយករដ្ឋមន្ត្រីថៃអះអាងថានេះមិនមែនជាពេលវេលាដែលថៃត្រូវឈ្លោះគ្នាផ្ទៃក្នុងឡើយតែជាពេលរួបរวมសាមគ្គីគ្នាដើម្បីអធិបតេយ្យភាពរបស់ខ្លួនប្រជាជនកម្ពុជា94%បានពេញចិត្តចំពោះចំណាត់ការទូទៅរបស់រដ្ឋាភិបាលកម្ពុជានៅក្នុងដំណោះស្រាយជម្លោះព្រំដែនកម្ពុជាថៃខណៈស្ទើរតែ100%បានគាំទ្រដំណោះស្រាយរដ្ឋាភិបាលក្នុងការរុញសំណុំរឿងតំបន់មុំ3ប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចនិងប្រាសាទតាក្របីតាមយន្តការតុលាការយុត្តិធម៌អន្តរជាតិទាំងនេះគឺជាលទ្ធផលនៃការស្ទាបស្ទង់មតិរបស់វិទ្យាស្ថានចក្ខុវិស័យអាស៊ី AVI ដែលត្រូវបានចេញផ្សាយនៅថ្ងៃទី18ខែមិថុនាឆ្នាំ2025ក្រសួងការបរទេសថៃនៅថ្ងៃទី19ខែមិថុនាឆ្នាំ2025នេះបានដាក់លិខិតតវ៉ាជាផ្លូវការទៅកាន់ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃពាក់ព័ន្ធនឹងការបែកធ្លាយសារសម្លេងសន្ទនាជាលក្ខណៈឯកជនរវាងលោកស្រីផែថោងថានស៊ីណាវ៉ាត់នាយករដ្ឋមន្ត្រីថៃនិងលោកហ៊ុនសែនប្រធានព្រឹទ្ធសភាកម្ពុជាក្រសួងការបរទេសថៃអះអាងថាការបញ្ចេញសារសន្ទនានេះគឺមិនអាចទទួលយកបានដោយសារការបែកធ្លាយសំឡេងសន្ទនានេះប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគីនិងទំនុកចិត្តជាអន្តរជាតិអ្នកជំនាញកិច្ចការទំនាក់ទំនងអន្តរជាតិយល់ឃើញថាការបែកធ្លាយឬបញ្ចេញសន្ទនាឯកជនរបស់ថ្នាក់ដឹកនាំកម្ពុជាថៃនេះមិនបានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរក្នុងទំនាក់ទំនងការទូតឡើយតើការបែកធ្លាយសំឡេងសន្ទនាឯកជនរវាងមេដឹកនាំរដ្ឋនិងរដ្ឋឆ្លុះបញ្ចាំងយ៉ាងណាក្នុងទំនាក់ទំនងអន្តរជាតិនៅភូមាលោកស្រីអុងសានស៊ូជីមានជនមាអាយុ80ឆ្នាំនាថ្ងៃប្រហ័សនេះតែមេបកប្រឆាំងភូមាដ៏លេចធ្លោច្រើនទសវត្សរ៍និងជាជ័យលាភីរង្វាន់ Nobel សន្តិភាពរូបនេះរំលឹកខួបកំណើតរបស់ខ្លួនក្នុងពន្ធនាគារនៃរបបសឹកក្រោមការគំរាមរបស់រដ្ឋាភិបាលទីក្រុងនៃពីដល់រាល់សកម្មភាពនិងសារជូនពលលោកស្រីប្រមុខដឹកនាំគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យត្រូវអ្នកគាំទ្រធ្វើឡើងជាសម្ងាត់និងបិទបាំងបំផុតស្ថិតក្នុងស្ថានភាពតានតឹងនៃបញ្ហាព្រំដែនកម្ពុជាថៃមានពលករខ្មែរប្រមាណជាង 5,000 នាក់បានវិលត្រឡប់ចូលមកកម្ពុជាវិញក្នុងមួយថ្ងៃតាមច្រកទាវព្រំដែនទាំងអស់ដែលជាប់នឹងប្រទេសថៃនេះបើតាមលោកសុកវាសនា
អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តរប្រវេសន៍បញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី19 ខែមិថុនាឆ្នាំ2025 តាមលោកសុកវាសនាអាជ្ញាធរមានសមត្ថកិច្ចកំពុងបន្តជួយសម្របសម្រួលដល់ពលករខ្មែរអំឡុងពេលដែលពួកគេត្រឡប់មកកម្ពុជាវិញកុំឲ្យមានឧបសគ្គផ្សេងៗ